khi chuẩn bị số bóng ổn ở khné trong video nàyយើងនឹងបន្តមេរៀន reflexive pronoun ដែលប្រែថាសព្វនាមចេះត្រឡប់ទៅសព្វនាមឆ្លោះប៉ុន្តែយើងរៀនសួរជាសំណួរអញ្ចឹងដើម្បីមិនខាត់ពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាទី1គឺយើងសួរថា do you cook food by yourself អញ្ចឹង you ប្រធាន you វាត្រូវតែទៅជាមួយនឹង reflexive pronoun yourself អ្នកខ្លួនរបស់អ្នក Do you cook food by yourself តើអ្នកធ្វើម្ហូបដោយខ្លួនឯងឬចឹងចម្លើយ Yes បាទឬក៏ចាស់ I cook food by myself អញ្ចឹង I ឃើញទេខ្ញុំក៏ត្រូវជាមួយនឹង reflexive pronoun myself ដែរខ្លួនរបស់ខ្ញុំអូខេមួយទៀត Do we present the topic នេះគឺចែករំលែកវិធានបទទៅធ្វើបទបង្ហាញពីវិធានបទអូខេDo we present the topic by ourselves ចឹង ourselves we ត្រូវតែជាមួយនឹង reflexive pronoun ourselves នេះ we យើង ourselves ខ្លួនរបស់ពួកយើងអូខេ Do we present the topic by ourselves ចឹងចម្លើយ Yes we do ចឹងនៅពេលដែលគេសួរ do យើងប្រើជាមួយ I we you they អូខេយើងរៀនដំបូងយើងអាចឆ្លើយពេញដោយប្រយោគទី1មិញក៏បានពេលដែលគេសួរ do ឬក៏យើងអាចឆ្លើយចម្លើយកាត់ Do we present the topic by ourselves Yes we do យើងអាចឆ្លើយកាត់ចឹងក៏បានបើបដិសេធ No we don't អូខេបន្តទៅមុខទៀតនៅពេលដែល subject she he she it យើងប្រើជាមួយនឹង does ដើម្បីសួរជាមួយ verb ណា Does she fry fish by herself តើនាងចៀនត្រីដោយខ្លួនឯងឬ Does she fry fish by herself ចឹង she នាងត្រូវតែនៅក្នុងប្រយោគជាមួយនឹង reflexive pronoun herself អូខេនាងនឹងខ្លួនរបស់នាងចម្លើយ yes she fries fry នៅពេលយើងប្រើជាមួយ he she it យើងដូរណាទៅជា I yes she fries fish by herself បាទឬចាស់នាងចៀនត្រីដោយខ្លួនឯងចឹងอย่าច្រឡំណាសំខាន់លើ subject ហើយនឹង reflexive pronoun មួយទៀត he អូខេ he ក៏យើងប្រើសួរជាមួយនឹង does ដែរ Does he collect report នេះគឺប្រមូលរបាយការណ៍ Does he collect report by himself អូខេអញ្ចឹង he គាត់ himself ខ្លួនរបស់គាត់តើគាត់ប្រមូល report ដោយខ្លួនរបស់គាត់ឬដោយខ្លួនឯងឬអូខេចម្លើយ Yes he does អញ្ចឹងយើងអាចឆ្លើយអញ្ចឹងក៏បានឬក៏យើងឆ្លើយវែង Yes he collects report by himself អូខេហើយបើ No he doesn't collect report by himself ឬយើងឆ្លើយកាត់ Yes he does No he doesn't alright មួយទៀតយើងក៏អាចសួរជាមួយ can នៅពេលដែលយើងយក can មកខាងមុខប្រយោគ can ហើយបូកជាមួយនឹង subject គឺសួរថាតើនរណាម្នាក់អាចបើ can you តើអ្នកអាចអូខេCan you fit នេះបញ្ចប់ Can you fit Nari by yourself តើអ្នកអាចបញ្ចប់ដោយ Nari ដោយខ្លួនឯងបានអត់អញ្ចឹង you អ្នកប្រធានត្រូវទៅជាមួយ reflexive pronoun yourself ខ្លួនរបស់អ្នក Can you fit Nari by yourself តើអ្នកអាចបញ្ចប់ Nari ដោយខ្លួនឯងបានទេ Yes យើងឆ្លើយវិញឆ្លើយពេញ Yes I can fit Nari by myselfបាទខ្ញុំគឺត្រូវទៅជាមួយនឹង myself ខ្ញុំទៅខ្លួនរបស់ខ្ញុំ Yes I can fit Nari by myself អូខេខ្ញុំអាចfit Nari ដោយខ្លួនឯងបានមួយទៀត Can they print តើពួកគេអាចអូខេ can នៅមុខជាសំណួរ Can they print the books តើពួកគេអាច print សៀវភៅឬបោះពុម្ពសៀវភៅ by themselves ដោយខ្លួនរបស់ពួកគេបានទេអញ្ចឹង they ជាមួយនឹង themselves អូខេ No they cannot យើងឆ្លើយកាត់យើងឆ្លើយពេញក៏បាន No they cannot print the books by themselves ចាំបើ yes they can ឬក៏ yes they can print the books by themselves ក៏បានដែរប៉ុន្តែបងប្អូនត្រូវចាំថាពាក្យ cannot ទម្រង់បដិសេធយើងទៅសេជាប់គ្នាណាអត់ដក clear ណា cannot ណាអូខេ next one can he ម្ដងតើគាត់អាច Can he translate បកប្រែ Can he translate Chinese by himself អញ្ចឹង he ជាមួយនឹង himself តើគាត់អាច
បកប្រែភាសាចិនដោយខ្លួនឯងបានទេ Yes បាទឬក៏ចាស់ He can translate Chinese by himself បាទគាត់អាចបកប្រែភាសាចិនដោយខ្លួនឯងបានអញ្ចឹង he ត្រូវតែជាមួយ reflexive pronoun himself អូខេហើយមួយទៀតបងប្អូនត្រូវចាំថានៅពេលដែលយើងប្រើ can ជាមួយប្រធានអីក៏ដោយឲ្យតែមានពាក្យ can ហើយបូកមួយ verb ណាគឺ verb ហ្នឹងអត់មានថែមអីទេឃើញ translate ខាងលើចប់ត្រឹម e ខាងក្រោមក៏ចប់ត្រឹម e ដែរអត់មានថាថែម se ដូរផ្លាស់ប្ដូរអីអត់ទេអូខេនឹងយើង memorize យើងព្យាយាមចាំមួយតោះទៅមុខទៀតយើងរៀនសួរជាមួយនឹង information question ឬក៏ WH question ម្ដងសំណួរសរុបព័ត៌មានណា what អ្វី what can you buy តើអ្នកអាចទិញអ្វី by yourself ដោយខ្លួនឯងដោយខ្លួនអ្នកផ្ទាល់ what can you buy by yourself buy មានពីរ buy នេះទិញ buy នេះដោយសារអញ្ចឹងអានដូចគ្នាប៉ុន្តែសរសេរខុសគ្នាបកប្រែខុសគ្នាទេ what can you buy by yourself តើអ្នកអាចទិញអីដោយខ្លួនឯង I can buy ingredients I can buy ingredients ខ្ញុំអាចទិញគ្រឿងទេស ingredients by myself ដោយខ្លួនឯង I can buy books by myself ខ្ញុំអាចទិញសៀវភៅដោយខ្លួនឯងអញ្ចឹងកន្លែងនេះបងប្អូនអាចដូរបានណាដាក់អីដែលយើងអាចទិញដោយខ្លួនឯងមក alright មួយទៀត what does ម្ដងយើងប្រើ do does ម្ដង what does she okay slice ចិត្តតើនាងចិត្តអ្វី by herself អញ្ចឹង she ជាមួយនឹង herself តើនាងចិត្តអ្វីដោយខ្លួនឯង she អូខេនៅពេលដែលយើងប្រើ does ជាមួយ he she it នៅពេល verb គឺ verb ប្រែប្រួលខាងនេះថែម a អញ្ចឹងអាលើយើងអានថា slice ខាងក្រោមទៅជា slices she slices mangoes by herself she ទៅ herself អញ្ចឹងនាងចិត្តស្វាយដោយខ្លួនឯង she slices អីគេទៀតយើងដាក់មកអូខេបន្ទាប់មកទៀតគឺ where ម្ដង where សួរថាឯណា where does it paint by itself paint នេះលាបថ្នាំតើវាលាបថ្នាំនៅឯណាដោយខ្លួនឯងឬក៏តើវាលាបថ្នាំដោយខ្លួនឯងនៅឯណាអូខេយើងប្រើបានដូចគ្នា where does it paint by itself អញ្ចឹង it ត្រូវតែទៅជាមួយនឹង reflexive pronoun itself អូខេចម្លើយគឺ it paints ឃើញ it ដែរ does វាប្រែប្រួលយើងថែម s ទៅលើ paint អញ្ចឹង it paints in my room by itself វាលាបថ្នាំនៅក្នុងបន្ទប់របស់ខ្ញុំដោយខ្លួនឯងឬដោយខ្លួនរបស់វាផ្ទាល់អូខេអូខេមួយទៀត where យើងនិយាយមួយ can ម្ដង where can they wash blankets បោកភួយបោកគក់ភួយ where can they wash blankets តើពួកគេអាចបោកភួយនៅឯណា by themselves ដោយខ្លួនរបស់ពួកគេដោយខ្លួនឯងមានខ្លួនរបស់ពួកគេហ្នឹងណាចម្លើយគឺ they can wash blankets ពួកគេអាចបោកភួយបាន here នៅទីនេះ by themselves they can wash clothes អូខេប្រទៀតថា where can they wash clothes by themselves they can wash clothes by themselves there នៅទីនោះឬក៏ they can wash clothes there by themselves អូខេយើងអាចនិយាយចឹងបានអូខេសម្រាប់បងប្អូនដែលតាមដានវីដេអូនេះហើយមិនទាន់បានធ្វើការ subscribe ក៏ដូចជា follow យើងអាចធ្វើការ subscribe និង follow បានដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតហើយយើងក៏មាននៅវគ្គខ្ញុំក៏មាននៅវគ្គ online សិក្សា online សម្រាប់បងប្អូនដែលចង់សន្ទនាបន្ថែមយើងមាន2ទី1វគ្គសន្ទនាម៉ោង 7 8 ល្ងាចនិង 9 10 យប់អូខេតោះយើងបន្តមេរៀនរបស់យើងទៀត Where does she fry salted fish ប្រែថាត្រីប្រឡាក់តើនាងចៀនត្រីប្រឡាក់នៅឯណា by herself ដោយខ្លួនរបស់នាងអូខេអញ្ចឹងចម្លើយគឺ she fries salted fish នាងចៀនត្រីប្រឡាក់ in the kitchen នៅក្នុងផ្ទះបាយ by herself ដោយខ្លួនរបស់នាងមួយទៀត where can they fold the flowers fold នេះបត់ fold the flowers បត់ផ្កាអូខេ
Where can they fall the flowers តើពួកគេអាចបត់ការនៅឯណា by themselves ដែលខ្លួនរបស់ពួកគេផ្ទាល់បត់នៅឯណាអូខេ They can fall the flowers ពួកគេអាចបត់ផ្កាបាន at school នៅឯសាលា by themselves ដែលខ្លួនរបស់ពួកគេអញ្ចឹង they ជាមួយនឹង themselves alright មេរៀននេះមានតែប៉ុណ្ណឹងអរគុណបងប្អូនអរគ្នាជម្រាបលាជួបគ្នាក្នុងវីដេអូបន្តទៀត